អ្នកទាំងអស់គ្នាធ្លាប់គិតទេថាបើថ្ងៃណាមួយ Mobile Legends បាត់ពីពិភព gaming គ្មានការប្រកួត rank គ្មានការចេញ skin ថ្មីគ្មានការប្រកួត tournament និងគ្មានការ live stream តែសំណួរធំបំផុតគឺបើ game នេះដួលរលំនរណាគេជាអ្នកខាតច្រើនជាងគេអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកវិភាគឲ្យអ្នកទាំងអស់គ្នាដឹងថាបើ Mobile Legends បាត់ពីពិភពលោក gaming industry នឹងកើតអ្វីឡើងចំណុចទី1 Mobile Legends ជា game ធំប៉ុណ្ណាមុននឹងនិយាយពីការដួលរលំយើងត្រូវដឹងមុនថា Mobile Legends ធំប៉ុណ្ណា game នេះចេញនៅក្នុងឆ្នាំ2016ហើយក្នុងរយៈពេលប្រហែលឆ្នាំប៉ុណ្ណោះវាបានក្លាយជា Mobile Esport ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ប្រទេសដែលលេង game នេះច្រើនមានដូចជាប្រទេសឥណ្ឌូនេស៊ីហ្វីលីពីនម៉ាឡេស៊ីនិងប្រទេសកម្ពុជាយើងផងដែរ game នេះមាន hero ប្រហែលជា120 hero ជាងមានអ្នកលេងរាប់លានអ្នកក្នុងមួយថ្ងៃមានការប្រកួត tournament ពិភពលោកដូចជា Mobile Legends World Championship ដែលមាន prize pool រាប់លានដុល្លារបាទអញ្ចឹងចំណុចទី1នេះ Mobile Legends Bang Bang មានអ្នកលេងច្រើនមែនតើនៅតំបន់អាស៊ីអាគ្នេយ៍បាទហើយរួមមានប្រទេសឥណ្ឌូនេស៊ីហ្វីលីពីនម៉ាឡេស៊ីនិងកម្ពុជាយើងផងដែរចំណុចទី2តើ Mobile Legends អាចដួលបានទេសំណួរនេះដែលគេច្រើនសួរតើ Mobile Legends អាចដួលរលំបានទេចម្លើយគឺអាចប៉ុន្តែវាមិនងាយទេហេតុផលដែល game អាចដួលមានដូចជាទី1 player ធ្លាក់ចុះទី2 game balance មានបញ្ហាទី3ការប្រកួតប្រជែង game ថ្មីៗមានច្រើនទី4 community toxic ប៉ុន្តែ MLBB មានអ្វីមួយដែលធ្វើឲ្យវាមិនងាយដួលនោះគឺ e-sport system លីកធំៗដូចជា Mobile Legends Professional League ដែលមាននៅប្រទេសជាច្រើនអញ្ចឹងចំណុចទី2នេះមូលហេតុដែលធ្វើឲ្យ Mobile Legends Bang Bang នឹងមិនដួលរលំដោយសារមានការប្រកួតនៅលីកធំៗដូចជា Mobile Legends Professional League បាទហើយនឹងមានការចូលរួមពីប្រទេសជាច្រើនផងដែរចំណុចទី3អ្នកដែលខាតច្រើនបំផុតបាទអញ្ចឹងចំណុចនេះក៏សំខាន់ដែរទៅលើតើនរណាគេជាអ្នកខាតច្រើនបំផុតបាទអញ្ចឹងឥឡូវទី1អ្នកខាតធំបំផុតគឺ Moontoon MLBB គឺជាប្រភពចំណូលធំបំផុតរបស់ក្រុមហ៊ុន Moontoon លុយចូលពីការទិញ skin event Diamond និង e-sport sponsorship បើ game នេះដួល Moontoon អាចខាតលុយរាប់ពាន់លានដុល្លារផងដែរអញ្ចឹងចំណុចទី1នេះអ្នកដែលខាតធំបំផុតនោះគឺក្រុមហ៊ុន Moontoon បាទទី2 content creator YouTuber និង streamer ជាច្រើនបានធំឡើងពី MLBB ឧទាហរណ៍ Just No Limit ដែលធ្លាប់ជាអ្នកលេង MLBB ហើយក្លាយជា YouTuber ល្បីបើ game នេះបាត់ content creator អាចបាត់បង់ view audience និងប្រាក់ចំណូលផងដែរបាទអញ្ចឹងចំណុចទី2នេះអ្នកដែលខាតបង់គឺ content creator ហ្នឹងហើយវាមិនសូវជាខាតបង់ខ្លាំងទេអញ្ចឹង content creator ខ្លះបើសិនជា game នឹងដួលគាត់អាចទៅរក game ផ្សេងដើម្បីមកលេងឬក៏ធ្វើវីដេអូផ្សេងៗបានហ្នឹងហើយអញ្ចឹងសម្រាប់ content creator គឺគាត់មិនសូវមានបញ្ហាអីទេគាត់មិនសូវខាតបង់ប្រាប់និយាយទៅគាត់មិនសូវខាតបង់ទេទៅលើការដួលរលំនៃ game មួយបាទតែគ្រាន់តែវាបាត់បង់នៅអនុស្សាវរីយ៍ដែលគាត់ខំសាងជាមួយនឹង game នឹងផងដែរ3 e-sport player e-sport អាចបាត់បង់អាជីព sponsor និង tournament ក្រុម e-sport ជាច្រើនរស់នៅលើ MLBB tournament បាទអញ្ចឹងចំណុចទី3នេះពាក់ព័ន្ធទៅលើនឹង player បាទ e-sport player ហ្នឹងហើយអញ្ចឹងបើសិនជា game មួយនឹងដួល player អាចបាត់បង់អាជីពអាចបាត់បង់ sponsor និងអាចបាត់បង់ការប្រកួត tournament ផ្សេងផងដែរ4 player ដែលចំណាយលុយអ្នកលេងជាច្រើនបានចំណាយលុយទិញ skin legend ទិញ skin collector ទិញ skin limited និងទិញ skin ផ្សេងទៀតបើ game នេះបាត់ skin ទាំងអស់វាគ្មានតម្លៃទៀតបាទអញ្ចឹងចំណុចទី4នេះអ្នកដែលខាតគឺ player អ្នកលេង game ហ្នឹងបាទអញ្ចឹងplayer ដែលលេង game ហ្នឹងគឺគាត់ចំណាយលុយច្រើនមែនតើសម្រាប់ទិញ skin legend collector limited និង skin ផ្សេងជាច្រើនទៀតបាទបើសិនជា game Mobile Legends នឹងដួលរលំskin ទាំងអស់នៅក្នុង game ហ្នឹងគឺវាគ្មានតម្លៃទេអូខេឥឡូវយើងចូលមកដល់ចំណុចទី4តើ MLBB នឹងដួលនៅអនាគតទេតាមការវិភាគ gaming industry MLBB មិនងាយដួលទេព្រោះវាមាន community ធំ e-sport system ខ្លាំងការ update hero event ចេញជាញឹកញាប់និង marketing ទីផ្សារខ្លាំងផងដែរហើយជាពិសេស mobile gaming នៅតំបន់អាស៊ីអាគ្នេយ៍កំពុងតែកើនឡើងរាល់ឆ្នាំផងដែរដូច្នេះបើថ្ងៃណាមួយ Mobile Legends Bang Bang ដួលអ្នកដែលខាតច្រើនជាងគេនោះគឺទី1 Moontoon ទី2 Content Creator ទី3 e-sport player និងទី4អ្នកលេងដែលចំណាយលុយប៉ុន្តែសម្រាប់ពេលនេះ MLBB នៅតែជា game ដែលមាន community ខ្លាំងបំផុតមួយក្នុងពិភព Mobile Gaming ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតថា MLBB នឹងនៅរស់10ឆ្នាំទៀតអ្នកទាំងអស់គ្នាកុំភ្លេច comment នៅខាងក្រោមនេះផងដើម្បីប្រាប់ខ្ញុំឲ្យបានដឹងផងបាទហ្នឹងហើយ
ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាកុំភ្លេចជួយចុច like subscribe នៅ channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃផងដែរបាទចឹងសូមអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ